trong khả độngនៅក្នុងប្រទេសជប៉ុនឥឡូវនេះដល់ពេលប្រមូលផលដំឡូងជ្វាបងប្អូនចាអ្នកសាច់ដំឡូងជ្វាជប៉ុនណាពូជផ្អែមឆ្ងាញ់ចាអូយពូជនឹងល្អខ្លាំងមែនតើសាច់វាមានលឿងមានសចារសជាតិវាគឺថាផុសព្រិលហ្មងបើយើងយកទៅដុតឬក៏យកទៅចៀនអីក៏ឆ្ងាញ់ដែរថ្ងៃនេះមេឃរៀងមានថ្ងៃឯណានិយាយពីថាសតុំឡើង4-10ថ្ងៃជាប់គ្នាចាហើយនេះដំឡូងជ្វាយើងសាច់ឡើងល្អហ្មងណាស្បករបស់វានឹងអត់មានអីស៊ីទេចាឡើងលងស្អាតហើយនេះដីឡើងផុសមកអញ្ចឹងគ្រាន់តែយកដៃទៅកាយមកក៏បានដែរស្វាមីនេះខ្ញុំគ្រាន់តែចាប់ទាញមែកដលងចាវ៉ាវាចេញមកដោយមើមដោយអីចេញមកនេះដាំនៅម្ដុំហ្នឹងថ្ងៃមុនហ្នឹងនាងខ្ញុំចង់ភ្លក់ហើយស្វាមីនេះខ្ញុំគាត់មកកាយបានមកគុំកន្លែងហ្នឹងចាឥឡូវយើងកាយបន្តទៀតចាដលងជ្វាយើងដាំហ្នឹងគឺយកថង់ផ្លាស្ទិកទៅគ្របហើយនេះទាញមកសល់ពីមើមថ្ងៃមុនមកខ្លះដលងជ្វានេះគឺវាចុះមើមនៅក្នុងថង់ផ្លាស្ទិកខ្មៅដែលយើងធ្វើថ្នាលដាំកាលពីដំបូងណានឹងខ្ញុំធ្លាប់បង្ហាញជូននៅវីដេអូយូរហើយចាការខែ5អីហ្នឹងម្ដុំហ្នឹងគឺយើងចាប់ដើមដាំប្រហែលជា5ខែអីបានប្រមូលផលហើយគ្រាន់តែទាញមកវាដោយមើមមកហ្មងណាគឺដីហ្នឹងវាផុសល្អនេះដោយមកអញ្ចឹងបងប្អូនមើមធំគួរសមដែរណាបានប៉ុណ្ណេះគឺសប្បាយចិត្តហើយអ្នកដាំមកចាហើយសាច់ឡើងលងស្អាតអត់ទាន់ឃើញថាសត្វអីស៊ីបងប្អូនចាំមើលយើងកាយទៅមុខទៀតណាថាតើមានប៉ះអីស៊ីដែរអត់អញ្ចឹងណាដលងបើថាមើមធំហ្នឹងគុំខ្លះបានតែ2មើម3មើមអីអញ្ចឹងណាចាបើថា4-5មើមតូចវិញនេះខាងនេះមកឡើងអញ្ចឹងហ្មងបានធំណាតែ2ហ្នឹងក៏អស់ចិត្តដែរឃើញឲ្យតើមើម2ហ្នឹងធំមើមជាប់នឹងមួយហ្នឹងគឺតូចចាហើយប៉ុណ្្នឹងគឺល្មមយកទៅដុតទៅអាំងអីបានស្វាមីនេះខ្ញុំក៏តែងតែដាក់ជៀននៅផ្ទះឲ្យញ៉ាំមកល្មមផុសព្រិលមើលមួយនេះវាឆ្កូតមកបន្តិចមកអត់ដឹងថាមូលហេតុអីដែរប៉ុន្តែវាមិនមែនសត្វអីស៊ីទេចាអត់មានតកើដួងអីចោះទេវាស្អាតទៅទាំងអស់ហ្មងឡើងអាលូងអញ្ចឹងហ្មងណាឥឡូវនេះគឺយើងភ័យបារម្ភខ្លាចតែវាប្រេះវិញបងប្អូនដោយសារមានភ្លៀងហើយមេឃត្រជាក់អន្សើមពេលព្រឹកអីគឺចុះត្រជាក់មកអញ្ចឹងហ្មងល្ងាចអីគឺដីឡើងសើមពេញនឹងបើយើងអត់ឆាប់ប្រមូលផលចាទុកដល់ពាក់កណ្ដាលខែ11អីចាគឺត្រជាក់ខ្លាំងអញ្ចឹងទៅវាអាចខូចអីអញ្ចឹងដែរណាបងប្អូនដលងជ្វាជប៉ុននេះគឺពូជដលងផ្អែមដែលមានឈ្មោះថា Beni Haruka ពូជហ្នឹងនេះខ្ញុំចូលចិត្តញ៉ាំហើយពូជហ្នឹងជាទូទៅហ្មងដាំទៅគឺចេញលឿងប៉ុន្តែក៏មានសដែរចារសជាតិវាឆ្ងាញ់ដូចតែគ្នាព្រិលដូចតែគ្នាទេប៉ុន្តែភាគច្រើនចេញមកលឿងអញ្ចឹងណានេះឃើញគ្រាន់តែយកដៃទៅកាយមកអញ្ចឹងគឺបានហ្មងនេះអូមានមើមមិនដឹងថាធំតូចអូប៉ុណ្ណាណីធំមែនតើល្អចាបើថាបានមួយធំអញ្ចឹងមើមតូចអែបហ្នឹងដឹងតែតូចអីនេះប៉ុណ្្នឹងហើយស្វាមីនេះខ្ញុំគាត់កាយខ្លះហ្នឹងថ្ងៃហ្នឹងគឺយើងអត់កាយទាំងអស់ទេចាពួកឯងញ៉ាំអត់ទាន់យើងញ៉ាំម្ដងតិចទុកឲ្យវានៅក្នុងដីទៅយើងកាយរហូតដល់ប្រហែលជាមួយអាទិត្យពីរអាទិត្យហ្នឹងកាយប្រហែលតែម្ដងចាកាល 3-4 ឆ្នាំមុនគឺដាំនៅដីតនេមកកន្លែងទៀតរបស់យើងនៅកន្លែងផ្សេងទៀតណាស្វាមីនេះខ្ញុំក៏ដាំច្រើនមែនតែនហើយកាយបានខ្លះអីខ្លះចាហើយកាយអត់ទាន់ហ្នឹងគឺទុកចោល 3-4 ថ្នាលនៅខាងនោះចាហើយដល់ឆ្នាំនេះអត់ដាំទេខាងនោះអូយនេះមើមធំម៉េះកំពុងឆ្ងល់បងប្អូនឆ្នាំហ្នឹងប្លែកចានេះមើមធំមកបាន2អញ្ចឹងហើយពងឆ្ងល់ថាកាយទៅមុខទៀតហ្នឹងបានធំអញ្ចឹងដែរអត់ទេចាំមើលទាំងអស់គ្នាទៀតនឹងខ្ញុំនឹងដាក់ភាពបន្តជូនចាព្រោះអីយើងចង់ដឹងដែរណាដលងជួនកាលដាំអញ្ចឹងទៅវាមានសត្វអីស៊ីពាក់កដាលវាមិនមែនចេះតែស្អាតទៅរហូតហ្មងឯងបងប្អូនយើងបថុយដែរណាពេលខ្លះដាំណាអ្វីដែលចម្លែកសម្រាប់ដំឡូងជ្វារបស់ពួកយើងចាដាំគឺកម្រថាមានដួងមានកឹងអីស៊ីអញ្ចឹងណាបងប្អូនអត់សូវមានទេគឺវាស្អាតមកពីពូជក៏ថាបានហើយដីហ្នឹងនៅពេលដែលយើងដាំវាគឺស្វាមីនឹងខ្ញុំគ្រាន់តែរួយកបៅរួយអីអញ្ចឹងណាហើយគ្រាន់តែភ្ជួរត្រឡប់ចុះត្រឡប់ឡើងបើសិនជាមានតកើដួងអីយើងរើសចេញតែប៉ុណ្្នឹងហើយយើងដាំដំបូងយើងដាក់ជីអញ្ចឹងប៉ុន្តែដលងលែងត្រូវការជីនៅពេលដែលវាដុះលូតលាស់បានល្អហើយគឺទុកចោលធម្មជាតិទាំងអស់តកើក៏អត់មានស៊ីស្លឹកទៀតឆ្នាំហ្នឹងលយហ្មងចាឥឡូវហើយយើងដាក់ថង់យកទៅផ្ទះវិញចាមួយឆ្នាំទៅមួយឆ្នាំអាកាសធាតុវាប្រែប្រួលអញ្ចឹងដលងវាល្អទៅតាមឆ្នាំដែរមិនមែនចេះតែល្អរហូតទេចាអរគុណច្រើនសម្រាប់ការទស្សនាចាយើងជួបគ្នានៅភាគបន្តទៀតចាំមើលបានមើមប៉ុណ្ណាទៀតចាជម្រាបលាបាយបាយ